ហើយមានផ្ទះកែងសល់3ផ្ទះបងប្អូនអាចជួយមើលបានណានេះខ្ញុំបកគោលផ្ទះហ្នឹងហើយគឺអតិជនគាត់មកដល់ហើយគាត់កំពុងតែរៀបចំទទួលផ្ទះធំទលាយបងប្អូនអើយរវៃរងដានេះធ្វើកម្មវិធីបាន3តុកនេះដាក់បាន3តុករវៃរងដាធំចំហៀងជុំវិញហ្មងនេះចំហៀងខាងស្ដាំហើយចំហៀងខាងឆ្វេងធំជាងហ្នឹងហើយសម្រាប់បន្ទប់គេងគឺយើង3សម្រាប់បន្ទប់គេង3នេះបន្ទប់មេគ្រួសារប៉ុន្តែគាត់ខាន់កន្លែងនេះគាត់ធ្វើសម្រាប់បន្ទប់ដាក់សម្លៀកបំពាក់នេះគាត់ធ្វើបន្ទប់ដាក់សម្លៀកបំពាក់ធ្វើទូតាំងធ្វើអីមកបន្ទប់ទឹកនៅក្នុងនេះហ្មងអញ្ចឹងស្រួលយើងចេញពីបន្ទប់ទឹកមកយើងផ្លាស់កៅអៅហើយកន្លែងនេះខែគេងងាកកាណុកវ៉ៃរងដាចេញមកក្រៅនេះបន្ទប់ជាន់នេះគឺ3អញ្ចឹងបន្ទប់សមាជិកគ្រួសារនៅខាងនេះបន្ទប់សមាជិកគ្រួសារក៏ធំទលាយបន្ទប់ទឹកអីគឺស្អាតបងប្អូនធំហ្មងសម្រាប់ផ្ទះនេះខ្ញុំបង្ហាញបន្ទប់មួយទៀតនេះបន្ទប់សមាជិកគ្រួសារមួយទៀតនៅខាងនេះនិយាយទៅទលាយធំបងប្អូនបន្ទប់បាទតែនេះមានបន្ទប់ជាន់តដីមួយខ្ញុំថតឲ្យមើលអញ្ចឹងយើងចុះទៅគឺនេះស្ដារយើងធំទលាយកន្លែងនេះយើងអាចដាក់វាំងននមកស្អាតហើយបងប្អូននេះអញ្ចឹងនេះគឺជាជាន់តដីនេះបន្ទប់ទទួលភ្ញៀវខាងនោះមានបន្ទប់សម្រាប់ចាស់មួយជាន់តដីជាក្រានបាយធំបងប្អូនទៅទឹង8បដោយ12សាច់ផ្ទះសុទ្ធហ្មងដី11កន្លះគុណនឹង21ពេលឡើងមកលើអញ្ចេះបានដឹងថាផ្ទះហើយបានច្រើនមែនទែនហើយអតិជននៅបដាហើយផ្ទះខ្លះបកគលហើយផ្ទះខ្លះពងរៀបចំបកគលសម្រាប់ប្លុកចាស់នេះបងប្អូនអត់មានផ្ទះដែលហើយអញ្ចេះលក់ទៀតទេយើងមានតែពងបោះគ្រឹះ